សួស្តីបងប្អូនទាំងអស់គ្នាដែលចូលចិត្តរៀនរូបវិទ្យាតាមរយៈ Channel Physics Zone បាទសម្រាប់ Channel Physics Zone ថ្ងៃនេះគឺយើងយកកំណែលំហាត់ចម្ពោះចលនាត្រង់ដែលត្រូវនឹងលំហាត់លេខ6បន្តមកទៀតបាទថ្នាក់ទី8ហើយនៅក្នុងទំព័រទី24បាទអញ្ចឹងយើងចូលកំណែលំហាត់របស់យើងតើយើងទៅមើលប្រធានលំហាត់ទាំងអស់គ្នាបាទអញ្ចឹងលេខ6ឡានមួយចុះចំណោតដោយចលនាស្ទុះស្មើបាទដោយសន្ទុះ 0.8 ម៉ែត្រក្នុង1វិនាទីការ៉េហើយចុះចំណោតនោះមានប្រវែង40ម៉ែត្រក្រោយពីចុះចំណោតនោះហើយមានចលនាយឺតស្មើវិញហើយវាឈប់នៅក្នុងរយៈពេល8វិនាទីកំណត់សន្ទុះនិងចម្ងាយចូលក្នុងចលនាយឺតស្មើរួចសង្ក្រាបតាមបាទល្បឿននៃចលនារបស់វាបាទអញ្ចឹងយើងចូលទៅចម្លើយអញ្ចឹងនៅក្នុងលំហាត់ហ្នឹងគេប្រាប់ទី1គឺគេប្រាប់សន្ទុះរបស់វាទី2គេប្រាប់ប្រវែងបាទហើយនឹងទី3គេប្រាប់ថារយៈពេលនៅក្នុងចលនាយឺតស្មើហើយគេឲ្យសួររកសន្ទុះយើងរំលឹករូបមន្តនៅក្នុងចលនារបស់យើងគឺវាមានតែ3ឯងបាទដូចលំហាត់មុនដែរគឺ D ស្មើ1លើ2 AT ការ៉េបូក V0 T ហើយនឹង A ស្មើនឹង VT ដក V0 នៅលើ T ហើយមួយទៀតគឺ VT ដក V0 ស្មើ2 AD ណាគេហៅថាតំណែងគ្មានពេលអញ្ចឹងយើងស្គាល់អស់ហើយនៅក្នុងរំលឹករូបមន្តរបស់យើងតោះឥឡូវយើងចូលលេខ6កំណត់សន្ទុះនិងចម្ងាយចូលក្នុងចលនាយឺតស្មើបាទកំណត់សន្ទុះនិងចម្ងាយចូលក្នុងចលនាយឺតស្មើឥឡូវដំបូងឡើយយើងរកល្បឿនខណៈក្នុងចលនាស្ទុះស្មើសិនបាទហេតុអីបានរកល្បឿនខណៈក្នុងចលនាស្ទុះស្មើដោយសារតែក្នុងលំហាត់ហ្នឹងវាមាន2ចលនាទី1គឺចលនាស្ទុះស្មើវាចុះចំណោតដោយចលនាស្ទុះស្មើនៅពេលដែលចុះចំណោតហើយគឺវាឡើងចំណោតវិញបាទវាមានចលនាយឺតស្មើអញ្ចឹងនៅពេលដែលល្បឿនខណៈរបស់វានៅត្រង់ចំណុចចុងចំណោតចលនាស្ទុះស្មើអញ្ចឹងវាដើរតួជាល្បឿនដើមបាទល្បឿនដើមបាទគិតល្បឿនដើមនៅក្នុងចលនាយឺតស្មើអញ្ចឹងហើយបានយើងរកល្បឿនខណៈនៅក្នុងចលនាស្ទុះស្មើសិនអញ្ចឹងតាមតំណែងគ្មានពេលបាទដើម្បីរកល្បឿនខណៈក្នុងចលនាស្ទុះស្មើតរកតំណែងគ្មានពេលព្រោះតែយើងដឹងប្រវែងចំណោត40ម៉ែត្របាទតាមតំណែងគ្មានពេលមិនអាចយកអានេះមកប្រើនេះ8វិនាទីគឺ8វិនាទីនៅក្នុងចលនាយឺតស្មើបាទអញ្ចឹងតាមតំណែងគ្មានពេលបាទតំណែងគ្មានពេលគឺយើងតាមដោយ V1 ណាល្បឿនខណៈតាំងនៅ V1 គឺ V1 ការ៉េដក V0 ការ៉េស្មើ 2AD បាទ 2AD អញ្ចឹងយើងទាញរើស V1 មកអញ្ចឹងនាំឲ្យ V1 ស្មើឬការ៉េនៃ 2AD បាទបូកនឹង V0 ការ៉េអញ្ចឹង V1 គឺជាល្បឿនខណៈនៅក្នុងចលនាទី1គឺចលនាស្ទុះស្មើអញ្ចឹងយើងជំនួសចូលមកណាដោយបាទអញ្ចឹងដោយ A បាទ Aបាទ A របស់យើងគឺស្មើនឹង 0.8 សង់ទីម៉ែត្របាទក្នុង1វិនាទីបាទសន្ទុះកន្លែងហ្នឹងគឺ 0.8 ម៉ែត្រក្នុង1វិនាទីបាទ A គេប្រាប់ដោយសារតែនៅក្នុងសភៅគេដាក់សង់ទីម៉ែត្រតែមិនតូចវិញអញ្ចឹងយើងដាក់ 0.8 ម៉ែត្រក្នុង1វិនាទីបាទ D គឺ40ម៉ែត្រហើយនឹង V0 មកចាប់ផ្ដើមចលនារង្វង់គឺ0អញ្ចឹងយើងបានជំនួសចូលមកបាននាំឲ្យ V1 បាទ V1 ស្មើនឹងបាទគឺ2គុណនឹង 0.8 ម៉ែត្រក្នុង1វិនាទីការ៉េគុណនឹង40ម៉ែត្របូកឲ្យ0មកអញ្ចឹង0យើងមិនដាក់ទេអញ្ចឹងម៉ែត្រគុណម៉ែត្របានម៉ែត្រការ៉េអញ្ចឹងម៉ែត្រការ៉េនៅក្នុង1វិនាទីការ៉េលើកជារ៉ាឌីកាល់គឺបញ្ចេញបានម៉ែត្រក្នុង1វិនាទីបាទយើងគុណបញ្ចូលគ្នាមកណា
40 គុណជាមួយនេះសល់8 4 ពីរដង8អញ្ចឹងចេញមកគឺសល់8ម៉ែត្រក្នុង1វិនាទីអញ្ចឹងល្បឿនគណៈនៅក្នុងចលនាស្ទុះស្មើគឺ8ម៉ែត្រក្នុង1វិនាទីណា8ម៉ែត្រក្នុង1វិនាទីអញ្ចឹងនៅពេលដែលវាទៅដល់ចំណុច8ម៉ែត្រក្នុង1វិនាទីអញ្ចឹងយើងអាចរកសន្ទុះនៅក្នុងចលនាយឺតស្មើបានហើយអញ្ចឹងរកសន្ទុះក្នុងចលនាយឺតស្មើសន្ទុះក្នុងចលនាយឺតស្មើយើងតាមរូបមន្តសន្ទុះរបស់យើងបាទតាមរូបមន្តសន្ទុះនេះគឺ a ស្មើ vt ដក v0 នៅលើ t ដែលយើងតាំងដោយ a' ណាហើយ vt ម្ដងនេះយើងតាំងដោយ v2 v0 ល្បឿនដើមគឺជាល្បឿនខណៈនៅក្នុងចលនាស្ទុះស្មើហ្នឹងអញ្ចឹងយើងតាំងដោយល្បឿនដើមបាទយើងកំណត់យើងមានន័យថាមុនពេលដែលវាមានចលនាយឺតស្មើមានន័យថាវាមានល្បឿនដើមមកវាហើយគឺ v1 ដែលជាល្បឿនខណៈនៅក្នុងចលនាស្ទុះស្មើតែវាដើរតួជាល្បឿនដើមនៅក្នុងចលនាយឺតស្មើបានលើ t យើងតាំងដោយ t' មកដែរណាបាទអញ្ចឹងយើងបានចំនួនលេខចូលយើងស្គាល់អស់ហើយបាទ v2 របស់យើងបាទ v2 របស់យើងនេះក្រោយពេលចុះចំណោតវាឈប់នៅរយៈពេល8វិនាទីអញ្ចឹងមានន័យថាល្បឿនគណៈនៅក្នុងចលនាយឺតស្មើគឺ0អញ្ចឹងគឺ a ស្មើ0ដក8ម៉ែត្រក្នុង1វិនាទីរយៈពេលបាទរយៈពេល10វិនាទីមែនទេអូចាំពេល10វិនាទី8វិនាទី8សិនណាអញ្ចឹងដល់យើងស្គាល់បានទាំងអស់ហើយអញ្ចឹងយើងបានបាទយើងបានគឺ a' វាស្មើនឹង vt ដក v0 នៅលើ t អញ្ចឹងដែល vt វិញគឺ v2 v2 នេះក្រោយពេល8វិនាទីក្រោយមកវាឈប់បាទអញ្ចឹងគឺរយៈពេលវាឈប់គឺល្បឿនគណៈវាស្មើ0តែល្បឿនដើមមកនៅក្នុងចលនាយឺតស្មើគឺជាល្បឿនគណៈនៅក្នុងចលនាស្ទុះស្មើហើយរយៈពេលគឺ8វិនាទីអញ្ចឹងយើងកណនាមកឃើញដក1ម៉ែត្រក្នុង1វិនាទីការ៉េបាទអញ្ចឹងយើងរកឃើញដូចនេះសំទុះនៅក្នុងចលនាយឺតស្មើគឺ a ស្មើនឹងដក1ម៉ែត្រក្នុង1វិនាទីការ៉េបាទអញ្ចឹងយើងឃើញប៉ុណ្ណឹង
Chứ dương cho bà tọp từ tiết cứ dương cầm nót chùm ngày cho không cho nà dứt mà bà cầm nót chùm ngày cho không cho nà dứt mà chúng ta là không cho nà dứt mà vì cho ban chùm ngày bọn màn nè cầm nót chùm ngày cho không cho nà dứt mà dương kết đô bộ môn chứ dương kết từ lơ rụp bộ môn tam rụp bộ môn cứ bà dương tăng đây prim cứ mà nó mùi lơ pí at cái bốc quay sổ tệ mà tê dương tăng tê prim này đó nè hay a cứ a prim này về sổ là bươn đam được không cho nà dứt mà được nhưng mà chẹp hẹp chẳng cứ chia là bươn cả nạn nó không cho nà stus mà chẳng đài A vào dương bà A vào dương cứ mà A vào dương cứ ở độ 10 mét không 10 viên tí cái đấy bà T cứ bồng bầy viên tí hai nâng về mùi cứ 10 mét không 10 viên tí chứ dương bán dương bàn để prim cứ pha mùi lừa phí cái ta ở độ 10 mét không 10 viên tí cái đấy con nâng 5 với viên tí ô cái đấy bộ nâng bồng bầy viên tí con nâng bồng bầy viên tí mà bồng bầy mét không viên tí trên nó phê dương kẹn này mới nhá vậy cái đấy học buồn chạy pi xó xám pi độ xám pi học buồn xám pi và chẳng cứ chìm lõi cái smart xám pi là xám pi mệt dương trong chừng ngày chó đó đôi ní cứ chừng ngày chó không cho là dương smart cứ mà để prim smart năng xám pi mệt mà dương chọn bản năng nhưng dương hờ hỏi nữ mà chừng nói tiết cứ cái oi thì cái rúi xong cram này cho là nào bảo vì ta lấy dương xong cram này cho là nào dương xong dương mệt chứ nó bây giờ dương xong cram này cho là ná dương thử vừa trang làm lại lấy viên sân xong cram này cho là nà bảo vì lấy dương thư trang làm lại lấy môi sân trang làm lại lấy vào dương cứ miên được dạ pê hơi nắng là bươn chứ trước nó còn nạ pê smartphone mà thật dạ pt smartphone là bươn vào việc phone này mà dương giờ trên bị cô lạ mà ở lấy dương mưa là bươn mình dương mưa từ không lùng hạt vào dương chìm lại vào dương chứ nơi nơi cái nạp p là về nơi cái nạp đại về mà bùng bầy mát không 10 tí ta tới tê mà bà chứ dương kết piro của môn bà chứ là bươn bùng bầy mát không 10 tí ta tê nó thời dạ p mà nhưng kết piro của môn am mà về tê độ về sầu nó lượt tê chứ nó mày tê mà về tê độ về sầu nó lượt nói về sầu vào dương cứ xấu nè mà chứ ở dương tiên ban là tê mà nâng bà cứ bùng bẫy độ xấu là lừa a này không cho nè tôi smart cứ xôn chơi bùng bẫy bà dừng thư vương trắng là mấy rất tệ trắng dương kẹt này máu nơi cả nạp là bươn bia smart bùng bẫy mát không viện tí dương khơi ta ở việt smart nâng đọc về tí trắng dương giờ mà đặt lại này mới cứ đọc về tí bà hỏi mùi tiết cứ nơi cả nạ tê vào viết cứ smart đọc bùng bẫy viện tí bà chưa nó đọc về tí nè chân nơi cái nạ tê vào ví nơi cái nạ đây là bươn với bùng bầy mát nông viên tí pra dạ pé đọc về tí chân này đọc về tí hai bùng bầy về tí nó không cho na chưa mà chân ca na đã bùng bầy về tí không cho na chưa mà mình đã bùng bầy về tí coi mà chân bùng bầy buộc đọc nó khơi mà mẹ bà cái đọc vậy chứ như cái lừa crab á chân nơi cái nạ vị này tí đọc bùng bầy nè chân là bươn với nó son mà cứ nó so sôn mà vậy vị này tì coi mở cứ viên tì đồng vậy cứ là bươn vào vì mà sôn chứ nó bây giờ dừng xong một phần năng máu dừng đắng này dạ bây giờ dừng phơi đầm ná cứ phơi đầm ná dạ bây đọc bằng vậy vị tì nó không cho nè dừng smart đọc vị này tí nó không cho nè nó xong tôi nó không cho nè tôi smart đọc vị này tí nó không cho nè dừng smart cứ bằng vậy vị này tí chân sọc tới đồng vậy vị ta dừng cục crab nè crab về
នៅក្នុងក្រាបគឺយើងយកឯកតារបស់វាគឺអដេកខ្ញុំតាំងដោយអតេបាទដែលគិតជាវិនាទីដល់ពេលអឈើគឺអលបឿនវេគិតជាម៉ែត្រក្នុង1វិនាទីនៅក្នុងហ្នឹងគឺមានចំណុចនេះគឺចំណុចគល់អបាទគេហៅចំណុចគល់អគឺ0អញ្ចឹងនៅក្នុងហ្នឹងខ្ញុំយកមកឯកតាគឺស្មើ1វិនាទីនៅលើអដេកអញ្ចឹងកន្លែងនេះគឺ2នេះគឺបាទ4 6 8 10 12 14 16 18បើយើងយកត្រឹម18បានព្រោះរយៈពេលវាគឺ18នៅពេលនៅលើអាឈើគឺយកដូចគ្នាគឺយកមកឯកតាគឺ1ម៉ែត្រក្នុង1វិនាទីការ៉េ1ម៉ែត្រក្នុង1វិនាទីសុំទោសអញ្ចឹងកន្លែងនេះគឺ4បាទ6 8 10ចឹងយើងយកត្រឹម10បានហើយព្រោះលបឿនរបស់វាគឺធំអស់ត្រឹម8ក៏ប៉ុន្តែយកត្រឹម8ក៏បានដែរចឹងយើងមើលនៅគណៈតេស្មើ0គឺវានៅត្រង់គល់អបាទនៅគណៈតេស្មើ0លបឿនរបស់វា0នៅពេលដែលគណៈតេស្មើ10វិនាទីលបឿនរបស់វាមែន8ម៉ែត្រក្នុង1វិនាទីនេះអញ្ចឹងគឺនៅគណៈតេបាទ10វិនាទី8ម៉ែត្រក្នុង1វិនាទីនេះកន្លែងនេះណាបាទតម្លាក់មកលើអា10នេះមកណាបាទនេះនៅគណៈពេលតេស្មើនឹង10វេស្មើ8បាទយើងតាំងដល់ចំណុចនេះចំណុច A យើងគូសភ្ជាប់ពីនេះមកនេះមកបាទយើងបានមួយចំណុចនេះយើងបានចេញពី O មក A ដល់ពេលនៅគណៈតេស្មើ18វិនាទីនៅត្រង់នេះលបឿនរបស់វា0អញ្ចឹងនៅត្រង់នេះគឺ0អញ្ចឹងយើងគូសក្រាបចេញពី A មកត្រង់ទៅនេះមកយើងតាំងដោយ B បាទយើងតាំងដោយ B អញ្ចឹងក្រាបរបស់លបឿនរបស់យើងគឺប៉ុណ្ណឹងបាទអញ្ចឹងលំហាត់របស់យើងគឺត្រូវបញ្ចប់ណាបើមានចម្ងល់អីបងប្អូនអាច comment សួរលោកគ្រូបានបាទអញ្ចឹងអស់ហើយមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាទាំងអស់គ្នា